ជំរាបសួរស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមចែករំលែកនៅការធ្វើមុខម្ហូបមួយមុខទៀតហើយអាចមើលនៅខាងដើមវីដេអូរបស់ខ្ញុំបានថ្ងៃនេះខ្ញុំឆាជាមួយនឹងឆាតៅហ៊ូជូរអែមនេះជាគ្រឿងទេសរបស់ខ្ញុំមានជាមួយនឹងម្ទេសខៀវជាមួយនឹងខ្ទឹមបារាំងក៏ដូចជាពេញប៉ោះចំនួន1ផ្លែដែរជាដំបូងខ្ញុំចាប់ផ្ដើមលាងបន្លែសម្អាតឲ្យបានស្អាតទុកវាមួយឡែកសិនចាបន្ទាប់មកខ្ញុំមានតៅហ៊ូចំនួន2ដុំហាន់វាតូចៗបែបនេះយកទៅបំពងឲ្យបានស្រួយល្អសិនចាយើងហាន់វាបែបនេះមកបន្ទាប់មកយើងដាក់ប្រេងបើខ្ទះឲ្យក្តៅយើងដាក់បំពងវាឲ្យក្រហមស្រួយសិនយើងរបៀបឆាទៅហ៊ូជូរអែមនេះវិធីសាស្ត្រក្នុងការធ្វើងាយៗទេបងប្អូនដូចជាយើងឆាតៅហ៊ូម្ហូបធម្មតាអញ្ចឹងប៉ុន្តែគាត់ថាយើងបដូរមកធ្វើជាមួយនឹងតៅហ៊ូវិញអត់ដាក់ជាប្រភេទសាច់ទេអញ្ចឹងយើងដាក់វាទុកម្ល៉េះសិនបំពងឲ្យវាស្រួយចាប់ផ្ដើមហាន់បន្លែម្ទេសខៀវហាន់តូចៗបែបហ្នឹងមកចាយើងហាន់បែបហ្នឹងទុកវាម្ល៉េះពេញប៉ោះនេះខ្ញុំដាក់តែមួយផ្លែទេបងប្អូនដោយសារឆាតែមួយចានដែរហាន់វាតូចៗបែបហ្នឹងដូចគ្នាចំនួនខ្ទឹមបារាំងមិនតិចដែរមកហាន់វាតូចៗបែបហ្នឹងដែរដើម្បីឲ្យវាចូលជាតិគ្នាល្អចានេះបន្លែរបស់ខ្ញុំបានហាន់រួចរាល់ហើយមានខ្ទឹមបារាំងម្ទេសខៀវក៏ដូចជាពេជ្រប៉ោះហើយតៅហ៊ូខ្ញុំឆាបានក្រហមបែបនេះហើយជាស្រ័យបំពងបានក្រហមបែបនេះហើយចាឃើញថាវាឆ្អិនល្មមហើយយើងស្រង់វាទុកម្ល៉េះនេះជាគ្រឿងទេសរបស់ខ្ញុំមានជាមួយនឹងស្ករក្រហមម្សៅស៊ុបទឹកប្រេងខ្យងជាមួយនឹងទឹកប៉េងប៉ោះទឹកត្រីអំបិលទុំបន្តិចដែរម្ទេសជាមួយនឹងខ្ទឹមសហើយនឹងបន្លែដូចខ្ញុំបញ្ជាក់ពីខាងលើនេះដែរឥឡូវនេះយើងចាប់ផ្ដើមលាយជាមួយនឹងគ្រឿងសោសយើងតែម្ដងសោសនេះយើងលាយឲ្យហើយទៅពេលដែលឆាងាយស្រួលទឹកត្រីចំនួន2ស្លាបព្រាទឹកអំបិលទុំ2ស្លាបព្រាជាមួយនឹងប្រេងខ្យងចំនួន1ស្លាបព្រាម្សៅស៊ុបបន្តិចយើងកូរចូលគ្នាឲ្យសព្វមកចាបន្ថែមជាមួយនឹងប៊ីចេងបន្តិចដែរស្ករសបន្តិចដូចគ្នាកូរចូលគ្នាឲ្យសព្វរលាយល្អមកបន្ថែមជាមួយនឹងស្ករត្នោតចំនួន1ចុងស្លាបព្រាយើងកូរចូលគ្នាឲ្យសព្វមកជាមួយនឹងអំបិលបន្តិចដែរដើម្បីឲ្យវាចាប់ជាតិគ្នាល្អកូរបានសព្វល្អហើយចុងក្រោយយើងដាក់ជាមួយនឹងទឹកស្អាតនេះយើងដាក់ចំនួន2ស្លាបព្រាដែរបន្ទាប់ពីយើងលាយបានបែបនេះហើយចុងក្រោយគេព្រះអង្គនោះតេតងជាមួយនឹងទឹកប៉េងប៉ោះយើងដាក់ចូលគ្នាឲ្យហើយណាងាយស្រួលពេលដែលយើងឆាយើងចាក់ទឹកសោសចូលតែម្ដងទឹកសោសរបស់ខ្ញុំលាយបានរួចរាល់ហើយទុកវាម្ល៉េះឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ឆាយកតែម្ដងចាដាក់ខ្លាញ់ដាក់ខ្ទះបំពងខ្ទឹមឲ្យឈ្ងុយសិនបន្ទាប់ពីខ្ទឹមយើងរៀងឈ្ងុយហើយចាំយើងចាប់ផ្ដើមបន្ថែមជាមួយនឹងបន្លែខ្ញុំដាក់ជាមួយនឹងខ្ទឹមបារាំងមុនគេកូរវាបន្តិចសិនមកឆានេះងាយទេបងប្អូនចាអាចមើលតាមការធ្វើរបស់ខ្ញុំបានជាមួយនឹងម្ទេសខៀវរបស់យើងម្ទេសប្លោកធំកូរវាមកត្រឡប់យើងគ្របវាមកសន្ទុះដែរបងប្អូនដើម្បីឲ្យវារៀងឆ្អិនល្អបន្ទាប់ពីបានមកត្រឡប់ហើយឃើញថារៀងឆ្អិនមកល្មមហើយមិនឆ្អិនខ្លាំងពេកទេបងប្អូនយើងឆានៅស្រុបបន្លែរបស់យើងឆ្ងាញ់យើងដាក់ប៉េងប៉ោះដាក់ជាមួយនឹងតៅហ៊ូយើងចូលតែម្ដងបន្ទាប់មកចាក់ជាមួយនឹងសោសរបស់យើងដែលបានលាយទុកមួយឡែកនេះហ្នឹងកូរចូលគ្នាឲ្យសព្វគ្របទុកមកសន្ទុះមកវាឆ្អិនល្មមហើយបងប្អូនបន្ថែមគ្រឿងទេសគ្របវាមកសន្ទុះចានេះឆារបស់ខ្ញុំបានឆ្អិនរួចរាល់ហើយបើសិនជាបងប្អូនចូលចិត្តអាចធ្វើតាមវិធីសាស្ត្របែបទីបានរសជាតិរបស់វា
ជូរប្រៃផ្អែមចាឡំមកល្មមឆ្ងាញ់តែម្ដងញ៉ាំជាមួយបាយក្តៅៗត្រូវគ្នាអរគុណច្រើនសម្រាប់ការទស្សនារហូតពីដើមរហូតមកដល់ចប់ចាជំរាបលាបងប្អូនទាំងអស់គ្នា